បាទសូមជម្រាបសួរមកមេរៀនថ្មីណាហ្គីតា solo ថ្នាក់ដំបូងបាទខ្ញុំបាទលោកគ្រូខៀនពីសាលាតន្ត្រីភូមិភ្លេងដូច្នេះថ្ងៃនេះយើងនឹងសិក្សាអំពី technique ណា technique មួយនេះគឺសំខាន់មែនទែនគឺជាពិសេសសម្រាប់អ្នកដែលទិញហ្គីតា electric ហ្គីតា solo ថ្មីមកកំតាន់ទៅណាសេរីអី sound អីគឺរៀន technique ដែលខ្ញុំចែកឲ្យថ្ងៃនេះសិនណាបាទ technique អីបាទឃើញគាត់នឹងប្រឡែងតិចគឺរៀន technique គ្រប់គ្រងហ្គីតាគ្រប់គ្រងសំឡេងហ្គីតាដែលយើងគ្រប់គ្រងសំឡេងដែលជា noise ឬសូណាហើយឬក៏នៅពេលយើងកេះសំឡេងដែលយើងអត់ចង់បានឧទាហរណ៍ថាយើងកេះខ្សែនេះស្រាប់តែខ្សែនោះឮដែរអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ technique ហ្នឹងដើម្បីឲ្យយើងចេះ control ដោយសារយើងធ្លាប់ជាមួយហ្គីតាសាំអត់អីទេប៉ុន្តែបើយើងមកជាមួយនឹងហ្គីតានេះគឺវាវៃណាជាពិសេសនៅពេលដែលមាន effect មាន overdrive មានបាទអីផ្សេងចឹងវាអាចឮសូរសំឡេងរំខានហើយអត់ពីរោះទេណាហើយអ្នកកាន់ហ្គីតា solo ដំបូងណាគឺខ្ញុំលើកទឹកចិត្តឲ្យរៀនគ្រប់គ្រងណា noise នឹងសំឡេងដែលយើងអត់ត្រូវការយើងកុំឲ្យវាចេញមកយើងគ្រប់គ្រងវាបានអូខេដូច្នេះមាន3ចំណុចដែលខ្ញុំចង់ប្រាប់ណាទី1គឺយើងប្រើជារបៀបយើងយកដៃឆ្វេងរបស់យើងដើម្បីគ្រប់គ្រងគឺមានន័យថាទីហៅថាខ្ញុំបែងខ្សែទី3បាទឃើញហើយវាលើតែមួយហ្នឹងទេចឹងមានថាខ្ញុំប្រើ technique ដៃចង្អុលនេះហើយខ្ញុំប្រើកញ្ចក់នេះដើម្បីពិតខ្សែដែលអត់ចង់ហើយនឹងខ្ញុំប្រើដៃស្ដាំនេះខ្ញុំប៉ះខ្សែយ៉ាងតិចឲ្យបាន2ណាបើយើងបែននៅខ្សែកដាលគឺយើងប៉ះខ្សែលើខ្សែក្រុមនេះមកវាជួយបាន2ខ្សែហើយដៃចង្អុលរបស់យើងដាក់ថ្នមលើនេះដើម្បីឲ្យវាបិទខ្សែដែលអត់ត្រូវការអត់ចុចហើយនឹងកញ្ចក់របស់យើងពិតនៅខ្សែណាមួយក្រោយពេលយើងកេះហើយអូខេអញ្ចឹងចំណុចទី1គឺដៃដើម្បីយើងមានដូចជាវិញ្ញាណយ៉ាងណាពីព្រោះម្រាមដៃរបស់យើងបើយើងហាត់អត់ដល់ទេយើងធ្វើការចុចនៅម្រាមនេះវាទៅជាបញ្ជូនកម្លាំងទៅម្រាមផ្សេងណាអញ្ចឹងនៅពេលដែលយើងចង់ដូចជាធ្វើសរសើរហើយយើងចុចខ្សែវាបែរទៅជាប្រឹងហើយវាលឺទៅវិញណាអញ្ចឹងដើម្បីអត់ឲ្យលឺសំឡេងហ្នឹងគឺយើងដាក់សើលើហ្នឹងឃើញទេតែបើយើងធ្ងន់ណាថាចុងម្រាមដៃឬក៏គល់ម្រាមដៃយើងមានចុចរៀងខ្លាំងវាលឺនេះអត់ត្រូវទេណាគឺអ្វីខ្ញុំចង់បានគឺចង់បានបិទខ្សែចិត្តហើយយើងមានសំឡេងកោទាំងអស់ឆែកខ្សែមកណាបាទហើយមេដៃរបស់យើងបាទធម្មតានៅពេលដែលយើងបែនគឺនៅលើណាអញ្ចឹងយើងដាក់ដៃមេដៃនៅលើបន្តិចមកហើយចង្អុលដៃយើងមិនបាច់ចាំដាក់នេះទេយើងគ្រាន់តែដាក់ល្មមឲ្យចុងម្រាមដៃចង្អុលហ្នឹងប៉ះខ្សែខាងលើគេនេះបានហើយណានេះកាលណាយើងធ្វើដូចនេះបានហើយយើងព្យាយាមយកម្រាមកណ្ដាលណាខ្ទង់ណាក៏បានណាខ្ទង់ទី6ទី7 5ក៏បានណាអត់បញ្ហាទេដោយសារយើងសិក្សា technique នេះមិនសំដៅទៅលើការលេងទេយើងចុចនៅខ្សែទី3
hay dương chạy mở tá nơi pe để dương phơi được đi hơi nâng dương trực nâng tá tai mùi nọt nâng lư rư có miên nọt xanh lư nắc sai thì bay lư tệt ánh rư có sai xanh lư thì họ dương chạy ok phần tay bữa cái này dương miên sai xanh lư miên tha cầm lăng đây bao dương mình chia tới khổ nó toàn thở tề chẳng biết ní cứ nó về dương kết cứ miên tạch sai mua để dương trực vào nó để lử nè ok bà lợi dương đây cái đàm đón đây côn mà đón nhưng cái đây côn challenging mình thà thật ca to su nè tại sao sao phong hay nó về đại dương mình chun cầm lăng vào đây cốn đây chẳng ôi dương chứ ba chia viên về mà đừng gì cầm lăng nó từ nà nè chẳng dương thật cả bà cứ ok ní chỉ được bị hạt nè hạt ní hệ bàn muốn từ bàn to nè chẳng dương quỳ hạt tử nè đi nhớt trong ba sầm lính sai na các bạn phím na các bạn ok họ mình top mốt khối vì dương hạt ban chùm điện đi hái nực hái dương vô cái chợ bao dương á cái chợ bao dương thì họ thà roll pe để dương kê sai mùi ná để miếng sai om song khang xôm oi cái chợ bao dương nứng bứt nơi lược sai nằng thì họ thà kim kê sai thì bay chẳng những miếng sai thì pí hàng khủng nó cứ kim kê tới nhưng vô cái chợ những bứt lược sai thì pí ní mình control dùm lênទាំងអស់ទេប៉ុន្តែបើវាសហការជាមួយនឹងរៀមច្អល់មិញស្ងាត់មែនទែនណាស្ងាត់មែនទែនគឺ control បានល្អមែនទែនណាគ្រប់គ្រងសំឡេងហ្គីតា clean ល្អណាស់អត់មានញោកញាក់ទេណាគេឡើងលើចឹងដែរបើខ្ញុំកេះខ្សែទី3ឡើងលើគឺខ្ញុំពិតនឹងខ្សែលើខ្ញុំពិតនឹងចុះក្រោមពិតនៅក្រោមខ្សែលើនេះខាងលើអត់មានអញ្ចឹងយើងបាច់ពិតទេប៉ុន្តែនៅក្រោមមានយើងពិតនឹងខ្សែឡាមកតែពេលខ្សែឡាពិតសងខាងញ៉េលោកគ្រូទៅពេលរៀនមេនឹងឲ្យខ្ញុំលេង start ឲ្យបានខ្ញុំលេងយ៉ាងម៉េចបានបាទលេងបានណាកាលណាយើងស្នឹកហើយយើងអាចយកបច្ចេកទេសទាំង3ហ្នឹងនៅពេលដែលយើងត្រូវការ sound អីយើងដកចេញមិនមានន័យថាឲ្យតែគ្រប់គ្រងសំឡេងហ្គីតាត្រូវការប្រើ technique ទាំង3ទេណាចឹង technique ទី1គឺរៀមច្អល់យើងមួយញឹក technique ទី2គឺកញ្ចក់យើងពិតនឹងខ្សែដែលអត់ត្រូវការឬនឹងទី3ធម្មតាមិនទូទៅទេប៉ុន្តែអ្វីដែលជាបទពិសោធន៍របស់ខ្ញុំណាអញ្ចឹងនៅពេលដែលយើងកេះកូនដៃរបស់យើងណាកាលណាខ្សែខាងក្រោមយើងអត់ត្រូវការយើងយកមកប៉ះតិចមកហើយប៉ះនេះមានប្រយោជន៍ច្រើនណានៅពេលដែលហ្គីតារបស់យើងវាប៉ារ៉ាសិតណាកាលណាយើងយកដៃយើងមានម៉ាស់អញ្ចឹងយើងប៉ះតិចទៅក៏វាផ្ដាច់ដែរផ្ដាច់សំឡេងប៉ារ៉ាសិតហ្នឹងដែរហើយនេះកន្លែងនេះណាកន្លែងនេះបាទគឺយកមកប៉ះខ្សែខាងលើមកអញ្ចឹងសរុបមកវិញដូចនេះបាទគឺយើងកេះតែខ្សែកដាលណាអញ្ចឹងបើយើងយកtechnique ទាំង3ហ្នឹងមកបញ្ចូលគ្នាសហការគ្នាគឺយើងបានសំឡេងស្ងាត់ហើយនៅពេលហ្នឹងយើងចង់កេះខ្សែក៏ស្ងាត់យើងចង់ដោលក៏ស្ងាត់ណាយើងគ្រប់គ្រងបានល្អមែនទែនអូខេដូច្នេះឥឡូវសូមឧទាហរណ៍ណាយើងដោលហើយយើង
ប៉ុន្តែមុនធ្វើនេះគឺសង្ឃឹមថាមេរៀនមុនណាយើងរៀនដោខ្សែលឺហើយណាជាមួយនឹងមេរៀន3ដោយសារនៅពេលដែលយើងប្រើ technique នេះគឺយើងសល់តែមេរៀន2ដើម្បីដោខ្សែតែប៉ុណ្ណោះដោយសារចង្អុលដៃចង្អុលដៃរបស់យើងគឺមកទប់ខ្សែហើយណាមានថាចុះវិញក៏ព្រាមចង្អុលនឹងនៅតែគ្រប់គ្រងខ្សែបើខ្ញុំអត់យកចង្អុលដៃធ្វើមានថាវាលឺសំឡេងអត់ស្ងាត់ទេបើយើងយកនេះគឺឃើញទេហើយដៃរបស់ខ្ញុំនេះខ្ញុំទប់នេះហើយនៅពេលខ្ញុំកេះខ្សែទី3ខ្ញុំយកកញ្ចក់នោះពិតដើម្បីទប់ខ្សែខាងក្រោមវាទៀតហើយបើខ្ញុំកេះឡើងលើក៏ខ្ញុំពិតខាងលើអូខេដូចរបៀបដែលយើងរៀនយកយើងដោលឲ្យញូតខ្សែចឹងណាប៉ុន្តែនេះយើងមិនពិតនៅខ្សែដែលកេះទេគឺពិតនៅខ្សែសងខាងអញ្ចឹងមានន័យថាសហការគ្នារវាងចង្អុលដៃផងរវាងកញ្ចក់នឹងទប់ខ្សែផងរវាងបាត់ដៃស្ដាំយើងផងគឺយើងអាចគ្រប់គ្រងហ្គីតាសម្លេងហ្គីតាបានល្អហើយណាបាទអូខេដូច្នេះសង្ឃឹមថាយើងចាប់បានបាទដូច្នេះយើងជួបគ្នានៅក្នុងមេរៀនក្រោយទៀតណាបាទបាយបាយ